តើបងប្អូនមកឆាក្តៅទីកផាជាមួយនឹងតកូនចិនញ៉ាំជាមួយនឹងទាំងអស់គ្នាបងប្អូនជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះមកឆាក្តៅទីម្ដងបងប្អូនដោយសារតែថ្ងៃហ្នឹងគ្រូសាខ្ញុំគាត់ថាចង់ញ៉ាំឆាក្តៅទីអញ្ចឹងយើងក៏ចំណាយពេលមួយទៅបងប្អូនហើយដោយសារសត្វទានឹងយើងចាំខ្លួនឯងអញ្ចឹងណាអត់ហត់ទិញគេទេធម្មជាតិសុទ្ធសាធហ្មងហើយថ្ងៃហ្នឹងខ្ញុំទៅផ្សាររកមើលទិញតកូនស្រែអត់មានបងប្អូនក៏យកតកូនចិត្តមកចំនួនហ្នឹងហើយឥឡូវក្រោយពេលដែលសម្អាតទារួចរាល់ហើយខ្ញុំចាប់ផ្ដើមមកចិញ្ច្រាំម្ដងបងប្អូនបដុំទូចពេកគឺអត់សូវឆ្ងាញ់ទេបងប្អូនដោយសារតែវាបាត់សាច់អញ្ចឹងណាអញ្ចឹងហើយខ្ញុំកាត់ដុំរៀងត្រូវដែរហើយបងប្អូនណាទីចិញ្ចឹមស៊ីស្រូវធម្មជាតិណាបងប្អូនស៊ីតកូននៅស្រែធម្មជាតិណានិយាយពីថាខ្លាញ់ឡើងល្ងើហ្មងបងប្អូនថិតឡើងមូតាល់ហ្មងហើយតកូនរបស់យើងបីរួចរាល់ហើយមកមុខហ្នឹងណាខ្ញុំអរគុណអ្នកម្ដាយខ្ញុំមែនទែនគាត់ជួយទាំងបេះតកូនជួយទាំងបេះម្រះព្រៅបើសិនជាគាត់អត់បានជួយទេខ្ញុំតែម្នាក់ឯងគឺដឹងតែវល់កំបងហើយបងប្អូនហើយដោយសារតែថ្ងៃហ្នឹងជ្រុតស្រូវមកហើយអញ្ចឹងទៅធ្វើម្ហូបពីវិញមុខម្នាក់ឯងគឺវល់ជុំហ្មងបងប្អូនហើយគុំតែបានអ្នកម្ដាយគាត់ជួយកុំអីហ្នឹងដឹងទៅណាទៅណីទេហើយឥឡូវតែនិយាយចាប់ផ្ដើមមកឆាគ្រឿងយើងម្ដងបងប្អូនចាក្រោយពេលដែលដាក់ខ្លាញ់ដាក់គ្រឿងដាក់អីដាក់ប្រហុកអីយើងឡើងឈ្ងុយអស់ហើយហ្នឹងគឺខ្ញុំមកដាក់នៅម្ទេសគឺហឹលហោះតែម្ដងបងប្អូនបើថាមកមុខហ្នឹងអត់ហឹលគឺអត់ឆ្ងាញ់ទេហើយបើខ្ញុំឆានៅនឹងហ្គាសទៀតណាគឺអត់តន់ជ្រៅបងប្អូនថ្ងៃហ្នឹងគឺខ្ញុំបកាត់ខ្ជុំមកថងធំហ្មងខ្ជុំនឹង2គីឡូគឺខ្ញុំដាក់ទាំងអស់ព្រោះឯចក្រាននឹងរឿងធំមកទៅពេលអញ្ចឹងទៅស្រួលធ្វើម្ហូបមែនទែនមួយផ្លេតហ្នឹងគឺឆ្អិនបានញ៉ាំឲ្យបងប្អូនហើយញ៉ាំមួយសាច់ទាយើងរៀងខ្ចីដែរហ្មងទឹកតែមកប្អូននេះតែមកប្អូននេះពូជទាខ្ញុំមកប្អូនហ្នឹងគឺ1 3គីឡូជាងបងប្អូនចានេះពីថាធំមែនទែនហ្មងហើយមកវហឹកឈើហ្នឹងគឺបាននៅសល់ខ្លះហ្នឹងឯងបងប្អូនហើយទោះជាយ៉ាងណាក៏បាននៅសល់ទុកតពូជខ្លះអញ្ចឹងណាបើថាផ្ទះគេផ្សេងពេលខ្លះដាច់ផឹងហ្មងបងប្អូនអត់មានបានសល់តពូជទេតែបើថាសត្វទាមន់ក៏ដោយនៅកន្លែងផ្ទះខ្ញុំមកថាដល់ខែអញ្ចឹងគឺដឹងតែមានសល់ខ្លះហើយបើមិនអញ្ចឹងទេពេលតរោទិញពូជគេគឺមិនងាយបានទេបងប្អូនហើយពេលយើងត្រូវការតរោគឺមិនងាយបានតែម្ដងហ្នឹងហើយឥឡូវឆាខ្ញុំគឺចាប់ផ្ដើមមកដាក់តកូនហើយបងប្អូនតកូនហ្នឹងគឺខ្ញុំដាក់ចុងក្រោយគេគឺគាត់តាមកត្រឡប់ពីត្រឡប់ទេបងប្អូនបើថាផុយពេកគឺអត់ឆ្ងាញ់ទេហ្នឹងហើយដាក់គ្រឿងក្រៅមកល្មមរសជាតិទៅខ្ញុំចង់ដាក់ទឹកដោះគោថែមដែរតែគ្រូសាខ្ញុំគាត់ថាស្លរបៀបធម្មតាមកពួកអីទីយើងខ្លាញ់ច្រើនហើយឆាមួយមុខហ្នឹងគឺខ្ញុំអត់ប្រើទឹកទេបងប្អូនគឺខ្លាញ់ទាសុទ្ធតែម្ដងនិយាយពីថាខ្លាញ់ហ្នឹងងើមបងប្អូនហើយយីពីថាដាក់តកូនហើយចូលជាតិគ្នាមែនតែនទុនល្មើយហ្មងហើយអ្នកម្ដាយខ្ញុំគាត់ជួយពេលម្រាមព្រៅឲ្យអាណិតណាបងប្អូនណាឃើញកូនធ្វើអីតែមកជួយបើថាឲ្យគាត់នៅស្ងៀមគឺគាត់មិនចេះនៅទេមនុស្សចាស់អញ្ចឹងណាបងប្អូនគាត់ចេះមើលនឹងភ្នែកទេគាត់ជួយណាបងប្អូនហ្នឹងហើយឥឡូវឆាខ្ញុំឆ្អិនរួចរាល់ខ្ញុំចាប់ផ្ដើមមករយម្រះព្រៅក្រោយគេប៉ុណ្ណឹងជាការស្រេចហើយបងប្អូនមកហូបទៅស្រែខ្ញុំថ្ងៃហ្នឹងគឺមានពីមុខតែខ្ញុំបង្ហាញតែមួយមុខទេរិសាតែមួយមុខហ្នឹងគឺក្លឹមជាងគេអញ្ចឹងណាបងប្អូនហ្នឹងហើយឥឡូវវីដេអូខ្ញុំក៏មកដល់ទីបញ្ចប់ផងដែរអរគុណច្រើនសម្រាប់ការតាមដានទស្សនារបស់បងប្អូនទាំងអស់គ្នាឥឡូវអត់សូវបានតបខមមិនទេក៏អធិស្ឋានផងបងប្អូនពេលទំនេរចាត់ចូលខមមិនទាំងអស់